อันนี้คือชื่อដំណើរផ្សងព្រេងទៅតំបន់ទឹកធ្លាក់នៅជួរភ្នំប៉ុន្តែយើងដឹងថានៅម្ដុំណាប៉ុន្តែយើងទៅដល់កន្លែងភ្នំសិនឥឡូវនេះគឺជាសកម្មភាពធ្វើដំណើររវាងខ្ញុំនិងបូច័ន្ទយើងធ្វើដំណើរតាមផ្លូវហើយមកដល់កន្លែងនេះគឺបរិស័ទគាត់ចូលទៅទិញសម្ភារៈក៏ដូចជាទឹកសុទ្ធនិងរបស់ញ៉ាំតិចតួចដើម្បីធ្វើដំណើរតាមផ្លូវនិយាយពីថាផ្លូវវិញពុកម៉ែបងប្អូនទាំងគ្នាគឺផ្លូវវេទនាគាត់បើដែរបាទកន្លែងនេះគឺបរិស័ទគាត់ជួលមួយឲ្យយើងកំពុងតែធ្វើដំណើរតទៅមុខទៀតហើយមកដល់កន្លែងនេះគឺស្ពាននេះយើងអត់ទុកចិត្តយើងចុះសិនពីព្រោះអត់ទុកចិត្តប៉ុន្តែអត់អីទេស្ពាននេះឆ្លងបានដោយមិនបាច់ចុះក៏បានដែរប៉ុន្តែដោយសារតែយើងទៅដំបូងគឺយើងអត់ទុកចិត្តហើយនិយាយពីថាផ្លូវវិញពុកម៉ែបងប្អូនទាំងគ្នានេះគេហៅថាផ្លូវទៅឋានសួគ៌ដែលគេនិយាយអត់ខុសទេហើយបន្ទាប់ពីហ្នឹងទៅគឺយើងបន្តធ្វើដំណើរមកដល់កន្លែងនេះគឺបងណុយដែរដួលម៉ូតូជិះមកមុនយើងដួលម៉ូតូបត់កទៅឯងយើងមកដល់ហៅគាត់ទៀតពុកម៉ែបងប្អូនហើយដែលសំខាន់មកដល់សន្លប់នៅនឹងហើយអត់មានងើបទេចាំគេមកជួយលើកសិនខ្ញុំគិតថាអូចាប់បាត់ហើយប្រូណុយបាទទៅពេលដែលធ្វើដំណើរទៅតាមផ្លូវហ្នឹងគឺមានសក់មានអាវមានអីត្រឹមត្រូវប៉ុន្តែក្រោយពេលទៅដល់ក្នុងព្រៃក្រោយពីពេលដែលវង្វេងពុកម៉ែបងប្អូនទាំងគ្នាមើលវីដេអូនៅកណ្ដាលវីដេអូឃើញហើយយើងមកដល់កន្លែងនេះគឺមកដល់ឆ្លងអូមួយបាទមានក្បីមានអីឲ្យឆ្លងអូនេះបាទអូនេះទឹកវារៀងគ្រាន់បាដែរទឹករៀងជ្រៅគ្រាន់បាបាទហើយឆ្លងទៅយើងពិបាកដែរបាទខ្លាចទឹកចូលអែម៉ូតូខ្លាចទឹកចូលពងស្មាំងម៉ូតូហើយដំណើរផ្សងព្រេងមួយនេះមិនដឹងថាមិនយើងបរាជ័យឬក៏ជោគជ័យបងប្អូនអរគ្នាចាំមើលតាមដានទាំងអស់គ្នាទៅបាទហើយដែលសំខាន់គឺយើងទៅសប្បាយបាទគ្នាយើង5នាក់ទៅ3ម៉ូតូគ្នា5នាក់តែសប្បាយបាទហត់មិនជាហត់ប្រហែលទេពីព្រោះអីយើងទៅបែបលក្ខណៈថាដំណើរផ្សងព្រេងបាទបន្ទាប់ពីកន្លែងដែលយើងធ្វើដំណើរទៅនឹងតទៅទៀតហ្នឹងបាទហើយមកដល់កន្លែងនេះគឺយើងឈប់បន្តិចសិនពីព្រោះឲ្យចាំគ្នាឲ្យបានទៅមុនអស់សិនបាទហើយខ្ញុំពីអ្នកប្រូច័ន្ទក៏ឡើងម៉ូតូធាក់ម៉ូតូតម្រាំតែឆេះហ្នឹងពីព្រោះជិះម៉ូតូមិញកាត់ទឹកអញ្ចឹងយើងធ្វើដំណើរតទៀតប៉ុន្តែទៅតាមផ្លូវពុកម៉ែបងប្អូនទាំងគ្នានេះកន្លែងនេះគឺប្រូណុយជិះម៉ូតូបោះសក់ជ្រុងតែម្ដងអីដែលសំខាន់ឥឡូវយើងមកដល់កន្លែងនេះមកចូលផុតចការខ្នោគេក៏ចូលសួរបងប្រុសម្នាក់ដែលគាត់នៅហ្នឹងគាត់ប្រាប់ផ្លូវបាទបន្ទាប់ពីគាត់ប្រាប់ផ្លូវយើងរួចរាល់អស់ហើយប្រូតុងនេះគាត់សួរនាំផ្លូវថាផ្លូវទៅវិញទៅកន្លែងដើរលេងហ្នឹងទៅតាមផ្លូវណាហើយពេលដែលមកវិញយើងទៅតាមផ្លូវណាបន្ទាប់ពីសួរគាត់ប្រាប់រួចរាល់អស់យើងក៏រៀបចំលាគាត់ហើយចេញដំណើរទៅបន្តទៀតហើយដែលសំខាន់អ្វីដែលគាត់ប្រាប់មកគឺយើងដោយសារតែផ្លូវដែលយើងអត់ធ្លាប់ទៅអញ្ចឹងយើងរៀងពិបាកបន្តិចហើយយើងអត់ធ្លាប់ស្គាល់ព្រៃដែលយើងកំពុងជាគោលដៅដែលយើងត្រូវទៅនឹងផងឥឡូវយើងគាត់ប្រាប់ផ្លូវយើងរួចរាល់ហើយយើងធ្វើដំណើរទៅហើយមីសមកដល់ហើយគឺយើងចាប់ផ្ដើមឆ្លងអូ1មកដល់កន្លែងហ្នឹងគឺយើងឆ្លងអូ1និយាយពីថាអូនេះជាអូបើកឆាករបស់ពួកខ្ញុំហើយដែលធ្វើដំណើររុកព្រៃទៅតាមផ្លូវហ្នឹងគឺកំពុងតែបើកឆាកចេញដំណើរទៅហើយបាទហើយនេះប្រូណុយនិយាយពីសក់ក្បាលវិញថាអត់ដោះទេបន្តិចទៀតតងោលែងមានសក់ពាក់បន្តិចទៀតតងោឡើយបាទនៅពេលដែលសួរចំណាប់អារម្មណ៍គាត់គាត់ថាអត់អីទេបាទសុបាយដំណើរមួយហ្នឹងសុបាយបាទអញ្ចឹងបន្ទាប់ពីយើងសួរនាំតួឯករបស់យើងមកគឺតាំងពីល្បីមកមានខ្សែកមានអីធំបាទបាទអញ្ចឹងបន្ទាប់ពីហ្នឹងទៅគឺយើងចាប់ផ្ដើមចម្លងម៉ូតូបាទនេះយើងឈប់សម្រាកនិយាយគ្នាលេងសិនបាទពីព្រោះអីត្រូវឆ្លងម៉ូតូកាត់ទឹកអញ្ចឹងយើងតេស្តមើលទឹកសិនបាទខ្លាចជម្រៅទឹកវាជ្រៅពេកហើយទឹកហ្នឹងគឺមានថ្មទៀតបាទវាមិនមែនដីខ្សាច់ទេគឺថ្មអញ្ចឹងជិះម៉ូតូឆ្លងខ្លាចប៉ះហើយទៅហើយប្រសាទគាត់ថតសកម្មភាពក្នុងការឆ្លងទឹកបាទអញ្ចឹងឆ្លងម៉ូតូម្ដងមួយឃើញថាម៉ូតូបងតុងគាត់អត់អីទេយើងម៉ូតូមកក្រោយមួយទៀតតួឯករបស់យើងគឺម៉ូតូបងណុយបាទគាត់ឆ្លងមកបន្តទៀតអញ្ចឹងកន្លែងនេះមើលម៉ូតូនិយាយថាមូលយកបងនឹងវាស្អីទេចង់ខ្ទេចអស់ហើយម៉ូតូបាទហើយប្រូច័ន្ទនេះមកតាមក្រោយក៏คลิกក៏ខ្លាក់គ្នាខំតែងយល់ស្អាតស្មានទឹកខេតទឹកខេតដាក់បុកចូលព្រៃបាទអញ្ចឹងយើងបន្តដំណើរមកដល់កន្លែងនេះថាវេទនាប៉ុណ្ណឹងឯងទីតង់ទី1ចូលមកដល់តង់ទី2ចូលមកដល់ក្នុងព្រៃពុកម៉ែបងប្អូនទាំងគ្នានេះខ្ញុំកាត់ទេដោយសារតែសកម្មភាពតាមផ្លូវគឺថានិយាយថាវេទនាម៉ែវេទនាអីបាទផ្លូវនិយាយពីថាអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងចូលចិត្តអីហ្នឹងគឺត្រូវហើយទៅផ្លូវហ្នឹងគឺត្រូវហើយពួកខ្ញុំនេះគឺអាផ្សងព្រេងមិនចំជាផ្សងព្រេងអាផ្សងទៅសាកថ្មជីវិតមិនដឹងថាទៅបហើយថ្មជីវិតមិនដឹងទេហើយដែលសំខាន់ឥឡូវយើងទៅតាមផ្លូវនេះគឺវេទនាខ្លាំងមែនទែនមានល្អលមានថ្មមានទួលហើយពិបាកនិយាយរួមទៅថាដំណើរផ្សងព្រេងគឺពិបាកចឹងឯងវេទនាបាទអត់ស្រួលទេអញ្ចឹងមានថ្មផងមានតគុតផងមានអីជីផ្លូវពិបាកហើយនេះយើងឈប់សួរគ្នាសិន
bà bị phùa khăn bụng thắng cứ mà tô bro nói nó còn chọn chẳng tôi phải cho việc cho đào mong tới phùa ấy chi đục kia ở cả đấy chẳng cho đào mong tới bằng nói còn chlong mà muốn kì mà tôi còn chlong mà muốn chẳng mà tôi bị bằng nói chlong máu tức mà tôi mau tam khỏi mùi mùi và thêm việc hay nè thập lời của mai bóng của nó thì mưa lời đang ngày thằng việt thì phần này on xuống đi bóng của nó có mưa tại cam phép tất đang ngày nhưng một đi cứ hụt để xa tại khai mà tôi ở xử ấy mà đang lên đi còn những hụt phốt miền nào mua ghé khăn phục chụp break luôn từ đặt này bình mai bóng mà mình sầm tay nhé nó bốc lẹ break ní mình sầm tay nhé thay lẹ bót co làm đó hay nhưng căn camera nhưng một tầm bốn bút quạt mua khăng khăng về mà đó cái này đi rồi sẽ còn chui tiền mà bọn chui tiền thì chết nhỉ ấy đây tầm khăn tiền vẫn đã thấy rồi sẽ còn bẹp tha ông ơi chân nhặt chu pen bà chu từ pen một play ngay nên không có đạo play ấy nhưng mà đó cái đạo play cho nghiền bà từ miền Tây hai muối cưng bà sang cà phê tình yêu đấy thì vừa slot tiếp chop vào đời bạn đăng pina chui pina pin đăng nào từ ca đăng về tình yêu đây anh ấy dừng từ thôi đầm nào tam lao đấy cứ sọc sờ bài